សូមគោរពជំរាបសួរថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាអំពីជំហានងាយៗនៅក្នុងការស្នើសុំការប្រែព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់លោកអ្នកតាមរយៈកម្មវិធីរបស់ CBC ដោយផ្ទាល់តែម្ដងបាទអញ្ចឹងដើម្បីចាប់ផ្ដើមជំហានដំបូងបំផុតដែលយើងត្រូវធ្វើនោះគឺត្រូវប្រកាសថាយើងបានចូលទៅកាន់ផ្នែកដែលត្រឹមត្រូវនៅក្នុងកម្មវិធីតោះទៅមើលទាំងអស់គ្នាអូខេជំហានទី1គឺងាយៗទេលោកអ្នកគ្រាន់តែបើកកម្មវិធីឡើងរួចក៏លេចមើលទៅរបារករោគដែលនៅផ្នែកខាងក្រោមបង្អស់នៃអេក្រង់នៅទីនោះលោកអ្នកនឹងឃើញមានពាក្យថាជំនួយសូមចុចត្រង់នោះបាទបន្ទាប់ពីលោកអ្នកបានចុចលើពាក្យជំនួយនេះរួចហើយវានឹងនាំលោកអ្នកមកកាន់ទំព័រថ្មីមួយទៀតនៅត្រង់នេះសូមជ្រើសរើសយកជម្រើសដែលមានឈ្មោះថាជំនួយទូទៅដើម្បីបន្តដំណើរការរបស់យើងល្អណាស់ពេលនេះយើងបានចូលមកដល់កន្លែងដែលត្រឹមត្រូវហើយអញ្ចឹងជំហានបន្ទាប់ដែលសំខាន់ខ្លាំងនោះគឺការបំពេញព័ត៌មាននៅក្នុងសំណុំរបស់យើងឲ្យបានត្រឹមត្រូវដើម្បីធានាថាដំណើរការផ្លាស់ប្ដូរនេះប្រព្រឹត្តទៅដោយរលូននៅពេលដែលទម្រង់បែបបទបានបង្ហាញឡើងលោកអ្នកនឹងឃើញមានប្រអប់មួយដែលសរសេរថាប្រធានបទសូមចុចលើប្រអប់នោះវានឹងបង្ហាញបញ្ជីជម្រើសមួយពីក្នុងបញ្ជីនោះសូមលោកអ្នករំកិលចុចក្រោមហើយជ្រើសរើសយកបញ្ហាផ្សេងៗបាទត្រង់ចំណុចនេះគឺពិតជាសំខាន់ខ្លាំងណាស់សូមលោកអ្នកយកចិត្តទុកដាក់នៅក្នុងប្រអប់សារលោកអ្នកត្រូវតែវាយបញ្ចូលឃ្លាជាភាសាខ្មែរឲ្យបានត្រឹមត្រូវនិងពិតប្រាកដថាស្នើសុំបដូរអត្តសញ្ញាណប័ណ្ណការធ្វើបែបនេះគឺដើម្បីធានាថាសំណើរបស់លោកអ្នកត្រូវបានបញ្ជូនទៅកាន់ផ្នែកដែលត្រឹមត្រូវនិងត្រូវបានដោះស្រាយបានយ៉ាងឆាប់រហ័សអស្ចារ្យមែនយើងជិតរួចរាល់ហើយឥឡូវនេះយើងឈានមកដល់ជំហានចុងក្រោយបង្អស់ហើយនោះគឺការបញ្ជូនឯកសារនិងការបញ្ជាក់ចុងក្រោយនៅត្រង់នេះមានពីរជំហានងាយៗជំហានទី1សូមលោកអ្នកភ្ជាប់រូបថតអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកសូមប្រាកដថារូបថតនោះច្បាស់ល្អអាចមើលឃើញព័ត៌មានទាំងអស់បានបន្ទាប់មកជំហានទី2នៅពេលដែលភ្ជាប់រូបថតរួចរាល់ហើយគឺគ្រាន់តែចុចប៊ូតុងបញ្ជូនជាការស្រេចបាទពេលនេះសំណើរបស់លោកអ្នកត្រូវតែបញ្ជូនដោយជោគជ័យហើយឥឡូវនេះលោកអ្នកមិនចាំបាច់ធ្វើអ្វីទេនោះទេគឺគ្រាន់តែរងចាំការឆ្លើយតបឬសារបញ្ជាក់ពីខាង CBC ប៉ុណ្ណោះដែលនឹងជូនដំណឹងដល់លោកអ្នកនៅពេលដែលការផ្លាស់ប្តូរព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាពរួចរាល់ជាស្ថាពរសូមអរគុណ